បាទគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់សម្រាប់រឿងជួម៉ងហើយថ្ងៃនេះផងដែរខ្ញុំបាននឹងសម្រាប់តរឿង Alchemy of Soul ភាគទី17កុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាសាច់រឿងនឹងទាំងអស់គ្នាចាងអុកគាត់ព្យាយាមខ្លាំងមែនទែនរហូតដល់តែផាជីនព្រមទទួលយកគាត់ធ្វើជាមេកនៅក្នុងទីក្រុងសូងីមហើយផាជីនគាត់ក៏បានបកគលសម្លៀកបំពាក់មេកទៅឲ្យចាងអុកផងដែរផាជីនគាត់ក៏និយាយថាចាប់ពីថ្ងៃហ្នឹងទៅចាងអុកនឹងក្លាយទៅជាមេកនៅក្នុងទីក្រុងសូងីមមិនត្រឹមតែប៉ុណ្្នឹងទេចាងអុកគាត់ក៏ទទួលបានត្រាថ្មីសម្រាប់ចេញចូលទីក្រុងសូងីមផងដែរតាមពិតទៅតាំងពីដើមផាជីនគាត់អត់ចង់ឲ្យចាងអុកហាត់វិជ្ជាមេកនោះទេហេតុផលដោយតែអ្នកទាំងអស់គ្នាបានដឹងហើយគឺដោយសារតែចាងអុកគាត់បានកើតមកជាមួយនឹងផ្កាយស្ដេចហើយមូលហេតុដែលនៅក្នុងពេលបច្ចុប្បន្នផាជីនគាត់យល់ព្រមឲ្យចាងអុកចូលមកក្នុងទីក្រុងសូងីមវិញគឺដោយសារតែផាជីនគាត់គិតថាបើសិនជាឲ្យចាងអុកទៅនៅឈុនបុកវ៉ាន់ឬមួយក៏ទៅនៅជាមួយនឹងគ្រួសារតកូជីនចាងអុកអាចមានគ្រោះថ្នាក់ដោយសារតែពួកគេអញ្ចឹងហើយបានជាផាជីនសម្រេចចិត្តឲ្យចាងអុកចូលមកក្នុងទីក្រុងសូងីមនៅក្រោមការគ្រប់គ្រងរបស់គាត់វិញក្រោយពេលដែលផាជីនគាត់ធ្វើការប្រកាសទទួលយកចាងអុកហើយចាងអុកគាត់ក៏បានមកគោរពវិញ្ញាណក្ខន្ធម្ដាយរបស់គាត់ដើម្បីប្រាប់ម្ដាយរបស់គាត់ថាទីបំផុតគាត់អាចធ្វើបានហើយសូម្បីតែណាក់ស៊ូក៏នាងសប្បាយចិត្តដែរក្រោយពេលដែលចាងអុកបានក្លាយទៅជាមេកនៅក្នុងទីក្រុងសូងីមក្រោយពេលដែលចាងអុកគាត់បានផ្លាស់សម្លៀកបំពាក់មេកហើយគាត់ក៏សួរទៅកាន់ណាក់ស៊ូថាតើគាត់ស្លៀកពាក់អញ្ចឹងស្អាតអត់ណាក់ស៊ូក៏និយាយថាខ្ញុំអត់ច្បាស់ទេខ្ញុំមិនដឹងតាមពិតទៅកន្លែងហ្នឹងណាក់ស៊ូអត់ហ៊ានឆ្លើយទេកាលណាតែនាងឆ្លើយថាចាងអុកស្អាតឬមួយក៏សង្ហានាងនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ចាងអុកហើយកុំឃើញប្រុសស្អាតដូចជាចាងអុកចេះតែទុកចិត្តណាប្រុសស្អាតដូចចាងអុកដាក់អន្ទាក់សាហាវខ្ញុំប្រាប់ទៅបើទោះបីជាណាក់ស៊ូនាងអត់និយាយអីក៏ដោយក៏ចាងអុកនៅតែដើរចូលទៅអោបនាងដោយរាល់ដងអញ្ចឹងវាគឺជាទម្លាប់របស់ចាងអុកហើយឲ្យតែគាត់ធ្វើជោគជ័យរឿងអីមួយគឺគាត់តែងតែដើរទៅអោបគ្រូរបស់គាត់ហើយនៅពេលហ្នឹងណាក់ស៊ូក៏និយាយទៅកាន់ចាងអុកថាអោបគ្រូខ្លាំងពេកដកទៅហើមអត់រួចទេហើយណាក់ស៊ូនាងក៏លួចញញឹមតែម្នាក់ឯងក្រោយពេលដែលចាងអុកអោបនាងស្អិតដូចជាតុកែអញ្ចឹងសាច់រឿងក៏កាត់មកកន្លែងជីនមូដែលគាត់កំពុងតែនិយាយគ្នាជាមួយដានជូអំពីរឿងដែលចាងអុកកើតមកជាមួយនឹងផ្កាយស្ដេចកំពុងតែចូលទៅក្នុងទីក្រុងសូងីមហើយនៅពេលហ្នឹងជីនមូក៏និយាយថាចាងកាងបានប្រើប្រាស់មន្តអាគមបដូរវិញ្ញាណដើម្បីបដូរវិញ្ញាណជាមួយនឹងព្រះរាជាមុនទើបធ្វើឲ្យមានវត្តមានរបស់ចាងអុកកើតមកជាមួយនឹងផ្កាយស្ដេចបើនិយាយទៅជីនមូគាត់បានដឹងអំពីរឿងសម្ងាត់របស់ចាងកាងហើយនឹងរឿងសម្ងាត់របស់ចាងអុកទាំងអស់ដោយសារតែកាលពីមុនហ្នឹងគាត់គឺជាកូនសិស្សចំណិតរបស់ចាងកាងដានជូក៏ធ្វើការសួរទៅកាន់ជីនមូហេតុអីបានជាចាងកាងចាក់សោកម្លាំងធាតុរបស់ចាងអុកមិនឲ្យចាងអុកហាត់វិជ្ជាមេកព្រោះថាចាងអុកកើតមកជាមួយនឹងផ្កាយស្ដេចគេអាចគ្រប់គ្រងរាជបល្ល័ង្កបានហើយបើសិនជាចាងអុកខ្លាចទៅជាព្រះរាជាគ្រួសារតកូចាងក៏មានមុខមាត់កាន់តែខ្លាំងដែរដានជូចង់មានន័យថាបើសិនជាចាងកាងមានមហិច្ឆតាគឺចាងកាងអាចគ្រប់គ្រងពិភពលោកបានតែម្ដងជីនមូគាត់ក៏បន្តព្រោះថាចាងកាងនៅពេលនោះទុនខ្សោយខ្លាំងមែនទែនហើយចាងកាងគាត់ក៏មានការស្ដាយក្រោយជាខ្លាំងក្រោយពេលដែលឈូឆុងខ្លាចទៅជាបិសាចបដូរវិញ្ញាណកន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចយើងនៅមិនទាន់ដឹងថាតើពីណាគេជាអ្នកធ្វើឲ្យឈូឆុងខ្លាចទៅជាបិសាចបដូរវិញ្ញាណនោះទេប៉ុន្តែដោយតែអ្នកទាំងអស់គ្នាបានឃើញហើយក្រោយពេលដែលឈូឆុងស្លាប់បាត់ទៅគឺចាងកាងគាត់ពិបាកចិត្តខ្លាំងមែនទែនដានជូគាត់ក៏និយាយទៅកាន់ជីនមូទៀតគាត់សង្ស័យតែចាងកាងជាអ្នកសម្លាប់ហ្គេលជូទេដឹងជីនមូគាត់ក៏បន្តគាត់ច្បាស់ក្នុងចិត្តខ្លាំងណាស់ថាវាមិនមែនជាទង្វើរបស់ចាងកាងនោះទេប៉ុន្តែអ្នកដែលគាត់សង្ស័យខ្លាំងជាងគេថាជាអ្នកសម្លាប់ហ្គេលជូគឺជាលោកគ្រូលីឈូលជីនមូក៏និយាយទៀតថាកាលពី10ឆ្នាំមុនពួកគាត់ទទួលបានជោគជ័យម្ដងហើយគឺពួកគាត់ទាំងពីរនាក់បានរកឃើញត្បូងតកកក្រោយពេលដែលចាងកាងបានយកត្បូងតកកទៅបោះចោលនៅក្នុងទឹកបឹងកយ៉ុងឈុនដេហូសាច់រឿងក៏បានកាត់មកអតីតកាលកាលពី10ឆ្នាំមុនយើងបានឃើញក្មេងស្រីម្នាក់កំពុងតែកាន់ត្បូងតកកអ្វីដែលសំខាន់ក្មេងស្រីម្នាក់ហ្នឹងគឺជាជនពិការភ្នែកហើយនៅពេលនោះយើងក៏បានឃើញមានវត្តមានរបស់ជីនមូឈរនៅក្បែរនាងផងដែរដោយតែយើងបានដឹងហើយថាមូដុកក៏ជាជនពិការភ្នែកដែរដែលមានន័យថាក្មេងស្រីម្នាក់ហ្នឹងអាចជាមូដុកមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលនោះជីនមូគាត់ក៏បានហៅក្មេងស្រីម្នាក់ហ្នឹងថាប៊ូយុនជីនមូគាត់បាននិយាយទៅកាន់ប៊ូយុនទៀតថាឲ្យនាងបកគលត្បូងតកកហ្នឹងឲ្យគាត់មកបន្ទាប់មកយើងក៏បានឃើញត្បូងតកកហ្នឹងនៅក្នុងដៃរបស់ជីនមូតាមពិតទៅការបាត់ខ្លួនរបស់ប៊ូយុនក៏មានជាប់ពាក់ព័ន្ធជាមួយជីនមូដែរប៉ុន្តែជីនមូគាត់បែរជាសន្យាជាមួយនឹងម្ដាយរបស់ប៊ូយុនថាគាត់នឹងស្វែងរកប៊ូយុនយកទៅឲ្យម្ដាយរបស់នាងវិញគ្រាន់តែបានលឺអញ្ចឹងដានជូក៏និយាយទៅកាន់ជីនមូថាប៊ូយុនបានស្លាប់បាត់ទៅហើយទៅស្វែងរកប៊ូយុននៅកន្លែងណាទៅជីនមូគាត់ក៏តបគាត់នឹងស្វែងរកមនុស្សម្នាក់ធ្វើជាជនពិការភ្នែកដើម្បីបន្លំខ្លួនធ្វើជាប៊ូយុនហើយកន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចដែរថាមូដុកនឹងហើយគឺជាប៊ូយុនដែលបានបាត់ខ្លួនអស់រយៈពេល10ឆ្នាំហើយប៉ុន្តែក្រោយពេលដែលណាស៊ូបានចូលទៅក្នុងខ្លួនរបស់ប៊ូយុនក៏ធ្វើឲ្យនាងអាចមើលឃើញវិញបានហើយសាច់រឿងក៏បានកាត់មកកន្លែងតួអង្គថ្មីម្នាក់ទៀតដែលនាងក៏ជាជនពិការភ្នែកដែរនាងកំពុងតែជិះទូកដើម្បីធ្វើដំណើរចូលទៅក្នុងទីក្រុងហើយតួអង្គថ្មីរបស់យើងម្នាក់នឹងមានឈ្មោះថាសូអ៊ីអ្នកជិះទូកជាមួយនឹងសូអ៊ីឃើញសូអ៊ីពិការភ្នែកអញ្ចឹងគេក៏អាណិតហើយបានឲ្យចំណីទៅនាងញ៉ាំអ្នកជិះទូកម្នាក់ទៀតនឹងក៏សួរទៅកាន់នាងថាតើនាងចូលទៅក្នុងទីក្រុងដើម្បីអីសូអ៊ីនាងក៏តបគឺនាងចូលទៅក្នុងទីក្រុងដើម្បីស្វែងរកមិត្តភក្តិរបស់នាងម្នាក់ដែលមានឈ្មោះថាមូដុកបន្ទាប់មកទូករបស់ពួកគេក៏បានចូលមកចតនៅកំពង់ផែយាយប៉េម្នាក់ដែលបានជិះទូកក្បែរសូអ៊ីនឹងគាត់ក៏បានបាត់កញ្ចប់លុយរបស់គាត់ចំណែកឯយាយប៉េម្នាក់ទៀតនៅក្បែរនឹង
នឹងក៏បានបាត់អញ្ជៀនផងដែរពួកគាត់ទាំងពីរនាក់នឹងម្នាក់បាត់កញ្ចប់លុយហើយម្នាក់ទៀតបាត់អញ្ជៀនមានពីរនាក់ទៀតមានតែសូអ៊ីនឹងឯងជាអ្នកលួចអញ្ជៀនហើយនឹងកញ្ចប់លុយរបស់ពួកគាត់ទាំងពីរនាក់អ្វីដែលសំខាន់នោះគឺសូអ៊ីអត់បានពិការភ្នែកនោះទេនាងគ្រាន់តែបិទភ្នែកដើម្បីកុហកគេតែប៉ុណ្ណោះហើយវាគឺជាជំនាញរបស់សូអ៊ីនឹងឯងនៅក្នុងការលួចរបស់របរអ្នកដទៃហើយនៅពេលហ្នឹងយើងក៏បានឃើញរូបនៅលើកណាត់ចុងភ្នែករបស់សូអ៊ីប៉ុន្តែយើងនៅមិនទាន់ដឹងទេថាតើរូបហ្នឹងគឺជារូបអីគេសាច់រឿងក៏បានកាត់មកកន្លែងជ្វីសុនរូវិញដែលម៉ែកទាំងអស់នៅក្នុងទីក្រុងសូងីមបានមកធ្វើការជប់លៀងនៅក្នុងជ្វីសុនរូដើម្បីអបអរសាទររឿងដែលចាងអុកខ្លាចទៅជាម៉ែកនៅក្នុងទីក្រុងសូងីមចំណែកផាជីនហូយុំហើយនឹងឌូជូក៏បានមកផឹកនៅកន្លែងហ្នឹងដែរប៉ុន្តែពួកគេផឹកនៅក្នុងបន្ទប់ VIP ខុសគេតែសូយល់តែប៉ុណ្ណោះគេនាំគ្នាផឹកស៊ីសប្បាយនៅខាងក្នុងចំណែកសូយល់មកផឹកនៅខាងក្រៅតែម្នាក់ឯងមិនមែនសូយល់គាត់មិនសប្បាយចិត្តរឿងដែលចាងអុកខ្លាចទៅជាម៉ែកនៅក្នុងទីក្រុងសូងីមទេប៉ុន្តែរឿងដែលគាត់អត់សប្បាយចិត្តនោះគឺពាក់ព័ន្ធជាមួយរឿងរបស់អ្នកស៊ូចង់និយាយថាអញ្ចេះសូយល់គាត់បានស្រឡាញ់អ្នកស៊ូតាំងពីគាត់បានជួបជាមួយអ្នកស៊ូតាំងពីនៅតូចប៉ុន្តែមកដល់ពេលបច្ចុប្បន្នគាត់បានជួបជាមួយនាងហើយក៏គាត់អត់ហ៊ាននិយាយជាមួយនាងដែរដោយសារតែគាត់ឃើញអ្នកស៊ូកំពុងតែត្រូវគ្នាជាមួយនឹងចាងអុកសូយល់គាត់កំពុងតែអង្គុយនឹកអ្នកស៊ូនឹងស្រាប់តែអ្នកស៊ូដើរចូលមកអញ្ចឹងហើយអ្នកស៊ូក៏បានសួរសូយល់ថាហេតុអីបានជាគាត់មកអង្គុយនៅកន្លែងនឹងតែម្នាក់ឯងសូយល់គាត់ក៏តបថាគាត់ស្វឹងហើយបានជាគាត់មកអង្គុយនៅកន្លែងនឹងតែម្នាក់ឯងអ្នកស៊ូក៏បន្តទៀតខ្ញុំមើលទៅលោកដូចជាអត់ស្វឹងផងអញ្ចឹងហើយអ្នកស៊ូក៏បានចាប់ដៃរបស់សូយល់ហើយនិយាយទៅកាន់គាត់ថាចាំខ្ញុំជាអ្នកជូនលោកត្រឡប់ទៅផ្ទះអញ្ចឹងតាមពិតទៅសូយល់គាត់ចង់និយាយពាក្យពិតក្នុងចិត្តរបស់គាត់ប្រាប់អ្នកស៊ូប៉ុន្តែគាត់អត់ហ៊ាននិយាយនោះទេដោយដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺដោយសារតែគាត់បានឃើញអ្នកស៊ូកំពុងតែត្រូវគ្នាជាមួយចាងអុកបន្ទាប់មកអ្នកស៊ូក៏បានកាន់ដៃរបស់សូយល់ដើម្បីជូនគាត់ត្រឡប់ទៅផ្ទះវិញហើយអ្នកស៊ូក៏សួរទៅកាន់សូយល់ថានៅថ្ងៃដែលសូយល់បានឃើញសមោរបស់នាងតើសមោរបស់នាងបាននិយាយអីជាមួយសូយល់ខ្លះសូយល់ក៏តបត្រឡប់ទៅវិញសមោរបស់អ្នកស៊ូបាននិយាយថានាងស្រឡាញ់គាត់មិនត្រឹមតែប៉ុណ្្នឹងទេសូយល់គាត់ក៏បានសួរបញ្ជាក់ទៅកាន់អ្នកស៊ូវិញផងដែរតើពាក្យដែលអ្នកស៊ូធ្លាប់និយាយថាស្រឡាញ់គាត់កាលពីមុននឹងគឺជាពាក្យកុហកមែនអត់អ្នកស៊ូក៏ឆ្លើយថាហ្នឹងហើយពាក្យដែលខ្ញុំនិយាយកាលពីលើកមុនគ្រាន់តែខ្ញុំនិយាយលេងតែប៉ុណ្ណោះចម្លើយរបស់អ្នកស៊ូនៅកន្លែងហ្នឹងបានធ្វើឲ្យសូយល់គាត់ធ្លាក់ថ្លើមក្ដុកតែម្ដងប៉ុន្តែសូយល់គាត់នៅតែបេះផ្កានៅក្បែរហ្នឹងនិងយកផ្កាដែលគាត់បានបេះហ្នឹងទៅសៀតនៅស្លឹកត្រចៀករបស់អ្នកស៊ូហើយទង្វើរបស់សូយល់នៅកន្លែងហ្នឹងផងដែរហាក់ដូចជាគាត់បានសារភាពថាគាត់ស្រឡាញ់នាងអញ្ចឹងនៅពេលដែលនិយាយគ្នាចប់ហើយសូយល់គាត់ក៏ដើរចេញពីកន្លែងហ្នឹងបាត់ទៅប៉ុន្តែសម្រាប់អ្នកស៊ូនាងនៅមិនទាន់ដឹងថាសូយល់បានដឹងពីសាវតារបស់នាងនោះទេសាច់រឿងក៏កាត់មកកន្លែងផាជីនវិញដែលគាត់កំពុងតែអង្គុយផឹកជាមួយហូយុំនៅពេលដែលហូយុំគាត់រៀងស្វឹងតិចគាត់ក៏និយាយថាគាត់គឺជាអ្នកនាំដូហាចូលមកក្នុងទីក្រុងសូងីមទើបធ្វើឲ្យនាងបានជួបគ្នាជាមួយនឹងចាងកាងហើយគាត់ខឹងជាមួយនឹងចាងកាងខ្លាំងមែនទែនក្រោយពេលដែលចាងកាងរៀបការជាមួយនឹងដូហាហើយគេបែរជាធ្វើបាបចិត្តដូហាទៅវិញមិនត្រឹមតែប៉ុណ្្នឹងទេហូយុំគាត់ក៏បន្តទៀតតាមពិតទៅគាត់នាំដូហាចូលមកក្នុងទីក្រុងសូងីមគឺដើម្បីផ្សំផ្គុំជាមួយនឹងផាជីនប៉ុន្តែដោយសារតែផាជីននឹងគាត់កំសាកខ្លាំងពេកទើបបានជាដូហាបានទៅចាងកាងផាជីនគាត់ក៏តបត្រឡប់ទៅវិញនៅពេលនោះគាត់បានសរសេរសបុតឲ្យដូហាថែមទាំងឲ្យកាដូទៅនាងទៀតប៉ុន្តែនាងអត់ស្រឡាញ់គាត់ឲ្យគាត់ធ្វើម៉េចដូជូក៏បន្តដោយសារតែលោកអត់សារភាពថាស្រឡាញ់គេអញ្ចឹងហើយហេតុអីបានដូជូនិយាយអញ្ចឹងធម្មតាយើងស្រឡាញ់គេតតែយើងសារភាពប្រាប់គេថាយើងស្រឡាញ់គេបានគេដឹងព្រោះថាមនុស្សទាំងអស់មិនមែនជាព្រះណាមើលចិត្តគេធ្លុះហ៎ដូជូក៏បន្តទៀតថ្ងៃក្រោយបើសិនជាលោកស្រឡាញ់គេសារភាពថាស្រឡាញ់គេទៅប្រយ័ត្ន single តងាប់ទៅវិញអញ្ចឹងហើយផាជីនគាត់ក៏តបត្រឡប់ទៅវិញបើរងចាំរហូតតសារភាពទើបស្រឡាញ់ខ្ញុំសុកចិត្ត single តងាប់ពាក្យសម្ដីរបស់ផាជីននៅកន្លែងហ្នឹងបានធ្វើឲ្យដូជូខឹងគាត់ខ្លាំងមែនតើហ្នឹងហើយ single តងាប់ទៅផឹកនៅហ្នឹងទៅខ្ញុំត្រឡប់ទៅផ្ទះវិញហើយអ្នកទាំងអស់គ្នាមានឆ្ងល់អត់ហេតុអីបានជាកន្លែងហ្នឹងដូជូខឹងជាមួយផាជីនខ្លាំងម៉េចគឺដោយសារតែដូជូក៏កំពុងតែរងចាំពាក្យសារភាពពីផាជីនដែរបើផាជីនគាត់និយាយអញ្ចឹងហើយតើដូជូមានសង្ឃឹមអីទៀតហូយុំគាត់គឺជាមនុស្សចាស់គាត់មើលដឹងហើយគាត់ក៏និយាយថាអាប៉ែហ្នឹងសំតែ single តងាប់មែនហ្នឹងនិយាយអញ្ចឹងបន្ទាប់មកដូជូក៏ចេញមកខាងក្រៅហើយអង្គុយបេះស្លឹកឈើរាប់គេស្រឡាញ់ខ្ញុំមិនស្រឡាញ់ខ្ញុំគេស្រឡាញ់ខ្ញុំមិនស្រឡាញ់ខ្ញុំអញ្ចឹងណាដោយដែលដូជូគាត់បាននិយាយអញ្ចឹងបើសិនជាផាជីនអត់សារភាពថាស្រឡាញ់គាត់ទេគាត់មិនដឹងមួយវិញទៀតបើសិនជាឲ្យគាត់ជាមនុស្សស្រីទៅសារភាពប្រាប់ផាជីនធ្វើអញ្ចឹងមិនកើតនៅពេលហ្នឹងដូជូបានខឹងជាមួយស្លឹកឈើដែលគាត់កំពុងតែរាប់នឹងខ្លាំងមែនតើគាត់ក៏យកជើងទៅទាត់វាមានអីស្បែកជើងរបស់គាត់នឹងក៏បានហោះចូលទៅក្នុងទឹកបាត់ទៅអញ្ចឹងហើយដូជូក៏បានយកមែកឈើទៅឆ្កឹះយកស្បែកជើងរបស់គាត់ដោយមិនប្រយ័ត្នគាត់ក៏អស់ចំហខ្វះតែបន្តិចទៀតធ្លាក់ចូលទៅក្នុងទឹកបាត់ហើយនៅពេលហ្នឹងក៏មានបរិសម្នាក់ទៀតបានដើរចូលមកហើយចាប់ដៃរបស់គាត់ទាញត្រឡប់មកវិញស្មានតាពីណាគេតាមពិតទៅគឺជាលីឈួលសោះអាយ៉ាចាប់ពីពេលហ្នឹងទៅផាជីនមានគូប្រកួតប្រជែងហើយបើសិនជាផាជីននៅតែអត់ព្រមសារភាពប្រាប់ដូជូទៀតគាត់ប្រហែលជា single ដល់ជាតិក្រោយហើយមើលទៅក្រោយពេលដែលលីឈួលគាត់បានដើរចេញពីដូជូហើយឃើញថាគាត់នឹងភ័យខ្លាំងមែនទែនព្រោះគាត់អត់ធ្លាប់ប៉ះពាល់ជាមួយនឹងមនុស្សស្រីទេតាំងពីដើមមកសាច់រឿងក៏បានកាត់មកកន្លែងទីក្រុងសូងីមវិញយើងបានឃើញយន្តអុកហើយនឹងសុនអ៊ីកំពុងតែធ្វើដំណើរមកកន្លែងរបស់ហូយុំដោយខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងថាយន្តអុកគឺជាក្មួយស្រីរបស់ហូយុំចំណែកឯមូលហេតុដែលធ្វើឲ្យយន្តអុកមកកន្លែងរបស់ហូយុំគឺដើម្បីជួយការងាររបស់ហូយុំនៅពេលដែលយន្តអុកកំពុងតែអង្គុយធ្វើការស្រាប់តែនាងនឹកឃើញទៅដល់ចាងអុកអញ្ចឹងហើយក៏ធ្វើឲ្យយន្តអុកនិយាយតែម្នាក់ឯងថាមិនដឹងពេលណានាងបានជួបគ្នាជាមួយចាងអុកទៀតទេសាច់រឿងក៏បានកាត់មកកន្លែងចាងអុកវិញដែលគាត់កំពុងតែមកផឹកបន្តជាមួយនឹងហូយុំនៅពេលហ្នឹងហូយុំក៏និយាយទៅកាន់ចាងអុកថាចាងអុកធ្លាប់ជាពាក់គុណគាត់ម្ដង
រឿងនៃគាត់បានដោះសល់កម្លាំងធាតុឲ្យចាំងអុកហើយបញ្ចូលកម្លាំងធាតុរបស់គាត់ឲ្យទៅចាំងអុកទៀតអញ្ចឹងហើយហោយំក៏បានឲ្យចាំងអុកនឹងសន្យាជាមួយនឹងគាត់ថាថ្ងៃណាមួយពេលដែលគាត់ត្រូវការចាំងអុកត្រូវទៅសងគុណគាត់វិញមិនត្រឹមតែនិយាយតែមាត់ទេហោយំគាត់ក៏បានធ្វើដៃដើម្បីសន្យាគ្នាជាមួយចាំងអុកទៀតផងបន្ទាប់មកហោយំក៏និយាយទៀតថាសំណាងឯដែលមានលោកគ្រូលីចេញមកការពារចាំងអុកគុំអីនឹងមនុស្សគ្រប់គ្នាប្រកាសជាច្រឡំថាចាំងអុកចេះក្បាច់ដើរតាន់ស៊ូពីអ្នកស៊ូជាក់ជាមិនខានគ្រាន់តែបានលឺអញ្ចឹងភ្លាមដាំងគូគាត់ក៏បន្តហូយទៅខ្វល់ធ្វើអីបើចាំងអុកចង់ធ្វើជាសិស្សរបស់អ្នកស៊ូតាំងពីដើមមកហើយនឹងពាក្យសម្ដីរបស់ដាំងគូនៅកន្លែងនឹងបានធ្វើឲ្យផាជីនគាត់ភ្ញាក់ព្រឺតែម្ដងអញ្ចឹងហើយផាជីនគាត់ក៏បានសួរទៅកាន់ចាំងអុកថាតើអ្វីដែលដាំងគូនិយាយនឹងគឺជាការពិតដែរអត់ចាំងអុកក៏តបហ្នឹងហើយវាគឺជាការពិតគឺចាំងអុកគាត់ចង់មានន័យថាគាត់ពិតជាចង់ធ្វើជាសិស្សរបស់អ្នកស៊ូពិតមែនដោយសារតែកាលពីមុននឹងអត់មានពីណាគេហ៊ានបើកសល់កម្លាំងធាតុឲ្យគាត់នោះទេសូយល់គាត់ក៏និយាយថាបើសិនជាចាំងអុកហ៊ានតាក់ទងជាមួយអ្នកស៊ូពិតមែនចាំងអុកនឹងត្រូវទទួលទោសដកយកកម្លាំងធាតុរំលាយវិជាមេឃហើយបដិញ្ញចេញពីទីក្រុងដែលហូរទៀតផងអញ្ចឹងហើយផាជីនគាត់ក៏និយាយថាចាប់ពីថ្ងៃហ្នឹងទៅមិនឲ្យឮពាក្យសម្ដីនឹងចេញពីមាត់របស់ចាំងអុកទៀតនោះទេស្រាប់តែពេលហ្នឹងចាំងអុកក៏តមាត់ជាមួយនឹងផាជីនវិញថាបើទោះបីជាគាត់ចង់ធ្វើជាសិស្សរបស់អ្នកស៊ូប៉ុន្តែវិជាមេឃដែលគាត់ចង់ហាត់ហ្នឹងគឺដើម្បីយកទៅធ្វើអំពើល្អតាមិនមែនយកទៅសម្លាប់មនុស្សហើយណាហ្នឹងហើយឈុតកន្លែងហ្នឹងបើទោះបីជាចាំងអុកគាត់និយាយអញ្ចឹងក៏ដោយក៏ផាជីនអត់ពេញចិត្តជាមួយនឹងពាក្យសម្ដីរបស់គាត់ដែរដោយដែលយើងទាំងអស់គ្នាបានដឹងហើយថាការពីមុនអ្នកស៊ូគឺជាឃាតករអាសាស៊ីនឥតសមោសម្រាប់មេឃចំណែកឯមេឃទាំងអស់គឺជាគូសត្រូវរបស់អ្នកស៊ូអញ្ចឹងហើយបើសិនជាចាំងអុកទៅហាត់វិជាមេឃជាមួយអ្នកស៊ូវាហាក់ដូចជាចាំងអុកនឹងប្រឆាំងជាមួយមេឃទាំងអស់អញ្ចឹងពួកគេកំពុងតែនិយាយគ្នានឹងសាំងហូក៏ដើរចូលមកហើយនិយាយទៅកាន់ចាំងអុកថា Govon បានមកកន្លែងនឹងចង់ជួបជាមួយចាំងអុកក៏ធ្វើឲ្យចាំងអុកគាត់ខ្វាយខ្វល់ខ្លាំងមែនទែនខ្លាចថា Govon មករករឿងគាត់ទៀតណាប៉ុន្តែមិនដូចអ្វីដែលចាំងអុកបានគិតទុកនោះទេនៅពេលដែល Govon គាត់ដើរចូលមកគាត់ក៏និយាយទៅកាន់ចាំងអុកថាគាត់មកនឹងគឺដើម្បីចូលរួមពិធីជប់លៀងជាមួយចាំងអុកហើយ Govon ក៏ថែមទាំងបានរៀបចំស្រាពិសេសយកមកជប់លៀងនៅក្នុងពិធីជប់លៀងរបស់ចាំងអុកទៀតផងអញ្ចឹងទៅរៀងធូរចិត្តបន្តិចស្មាននៅ Govon នឹងគាត់មករករឿងចាំងអុកទៀតហើយហ្នឹងហើយនៅពេលដែលឃើញអញ្ចឹងពួកគេក៏នាំគ្នាតែដៃអបអរសាទរឲ្យ Govon ហើយនឹងចាំងអុកសាច់រឿងក៏បានកាត់មកកន្លែងផ្ទះគ្រួសារតកូជីនវិញម្ដងម្ដាយរបស់ឈូយុនអត់សូវសប្បាយចិត្តទេព្រោះថាវត្ថុទិព្វនៅក្នុងផ្ទះរបស់គាត់បានបែកអស់ពីរហើយដោយសារតែចាំងអុកពួកគេកំពុងតែឈរនិយាយអំពីរឿងវត្ថុទិព្វហ្នឹងឪពុករបស់ឈូយុនក៏បាននាំក្មេងស្រីពីការភ្នែកម្នាក់ដើរចូលមកហើយឪពុករបស់ឈូយុនគាត់មានឈ្មោះថាយូតាបាននិយាយថាគាត់បានជួបជាមួយនឹងក្មេងស្រីពីការភ្នែកម្នាក់គាត់សង្ស័យថាក្មេងស្រីពីការភ្នែកហ្នឹងគឺជាប៊ូយុនបានជាគាត់នាំនាងត្រឡប់មកវិញអញ្ចឹងហើយម្ដាយរបស់ឈូយុនក៏បញ្ញានាំក្មេងស្រីពីការភ្នែកហ្នឹងទៅធ្វើការបើកបន្ទប់សម្ងាត់នៅក្នុងផ្ទះគ្រួសារតកូជីនបើសិនជានាងអាចបើកទ្វារបន្ទប់សម្ងាត់នឹងបានមានន័យថានាងគឺជាប៊ូយុនបន្ទាប់មកម្ដាយរបស់ឈូយុនក៏បានចាប់ដៃរបស់នាងទៅដាក់នៅលើទ្វារប៉ុន្តែគួរឲ្យស្ដាយក្មេងស្រីម្នាក់ហ្នឹងមិនអាចបើកទ្វារបន្ទប់សម្ងាត់នឹងបានទេក៏ធ្វើឲ្យម្ដាយរបស់ឈូយុននឹងអស់សង្ឃឹមខ្លាំងមែនទែនហើយគាត់ក៏ដើរចូលមកក្នុងបន្ទប់របស់ប៊ូយុនវិញនៅក្នុងបន្ទប់របស់ប៊ូយុនក៏មានកណាត់រុំភ្នែករបស់ប៊ូយុនបន្សល់ទុកនៅកន្លែងនឹងផងដែរអ្វីដែលសំខាន់នៅលើកណាត់ហ្នឹងគឺមានរូបដែលវាដូចគ្នាទៅនឹងរូបនៅលើកណាត់រុំភ្នែករបស់សូអ៊ីតើសូអ៊ីមានអីជាប់ពាក់ព័ន្ធជាមួយនឹងប៊ូយុនហេតុអីបានជានាងមានកណាត់រុំភ្នែកដែលមានរូបដូចកណាត់រុំភ្នែករបស់ប៊ូយុនហ្នឹងហើយរឿង Alchemy of Soul ភាគទី17របស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ទៅត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយស្រឡាញ់អ្នកទាំងអស់គ្នាពេញបេះដូងបាយបាយ